ប្រភពជាន់ខ្ពស់របស់អារ៉ាប៊ីសាអូឌីតបានទម្លាយប្រាប់សារព័ត៌មាន Al Arabiya English កាលពីយប់ថ្ងៃទី6 ខែសីហាថាមានព័ត៌មានចារកម្មគួរឲ្យទុកចិត្តមួយបង្ហាញថាក្រុមកងកម្លាំងស្រមោលគាំទ្រដោយអ៊ីរ៉ង់និងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថា IRGC កំពុងតែរៀបចំផែនការបើកការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីតប្រភពដដែលបានបញ្ជាក់ថារបាយការណ៍ចារកម្មគួរឲ្យទុកចិត្តជាច្រើនបានចង្អុលបង្ហាញពីការធ្វើសហការនិងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ូធីនៅយេម៉ិនក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់និងកងទ័ព IRGC របស់អ៊ីរ៉ង់ដើម្បីត្រៀមលក្ខណៈវាយប្រហាររួមគ្នាមកលើព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតទោះបីជាយ៉ាងណាប្រភពជាន់ខ្ពស់រូបនេះបានព្រមានយ៉ាងម៉ឺងម៉ាត់ថាអារ៉ាប៊ីសាអូឌីតនឹងមិនរារែកឡើយនៅក្នុងការដាក់ចេញនូវរាល់វិធានការចាំបាច់ទាំងអស់ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយការទម្លាយព័ត៌មានចារកម្មនេះកើតឡើងភ្លាមៗបន្ទាប់ពីប្រភពផ្ទៃក្នុងពីអ៊ីរ៉ាក់បានទម្លាយថាពួកគេទទួលបានព័ត៌មានថាក្រុមកងកម្លាំងប្រដាប់អាវុធជួរមុខមានចេតនានឹងបង្ហោះដ្រូនវាយប្រឆាំងនឹងប្រទេសជិតខាងក្នុងរយៈពេល48ម៉ោងខាងមុខតាមការប៉ាន់ស្មានគោលដៅនៃការវាយប្រហារដែលអាចកើតមានឡើងគឺតម្រង់ទៅលើទីតាំងស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធថាមពលរួមមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាកាសយានដ្ឋាននិងកំពង់ផែយោងតាមប្រភពចារកម្មរបស់អារ៉ាប៊ីសាអូឌីតផុសតាមមួយចំនួនដែលប្រមូលបានរួមមានការសង្កេតឃើញសកម្មភាពចល័តផ្ទេរទីតាំងគ្រាប់មីស៊ីលនិងដ្រូនដើម្បីត្រៀមលក្ខណៈបើកការវាយប្រហារព្រមៗគ្នាចេញពីមុខព្រួញខុសៗគ្នាការប្រកាសអាសន្នរបស់ចារកម្មសន្តិសុខបានកើតឡើងចំពេលដែលអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ាក់ទើបតែបើកកិច្ចពិភាក្សាការទូតជាន់ខ្ពស់នៅប្រទេសហ្សូកដានីដែលបានព្រមព្រៀងគ្នាយ៉ាងម៉ឺងម៉ាត់ថានឹងមិនអនុញ្ញាតឲ្យក្រុមជីវពលប្រើប្រាស់ទឹកដីអ៊ីរ៉ាក់វាយប្រហារប្រទេសជិតខាងឡើយសូមជម្រាបជូនថាភាពតានតឹងបានហក់ឡើងដល់ចំណុចកំពូលកាលពីខែមុននៅពេលដែលក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ចេញពីទឹកដីអ៊ីរ៉ាក់បានបង្ហោះដ្រូនអត្តឃាតប៉ុនប៉ងកំទេចស្ថានីយ៍ប្រេងយុទ្ធសាស្ត្ររបស់អារ៉ាប៊ីសាអូឌីតព្រឹត្តិការណ៍នោះបានបង្ខំឲ្យអារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាជាមួយនឹងបញ្ជាការដ្ឋានកណ្ដាលអាមេរិកហៅកាត់ថា CENTCOM បើកការវាយប្រហារសងសឹកតាមអាកាសយ៉ាងចាស់ដៃទៅលើសម្បុកក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ផែនការវាយប្រហារក្នុងរយៈពេល48ម៉ោងដែលចារកម្មទម្លាយនេះពេលនេះគឺជារលកនៃការសងសឹកត្រឡប់មកវិញពីសំណាក់ក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅខណៈនេះសង្គ្រាមសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឬគេហៅថាចំនួនប្រដាប់អាវុធរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់និយាយចូលដល់ខែទី6ហើយរដ្ឋការលោកដូណាល់ត្រាំនៅតែព្យាយាមធ្វើឲ្យមានកិច្ចព្រមព្រៀងជាមួយរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដ៏លំបាកបំផុតតែយ៉ាងណាជាមួយគ្នានេះព្រឹទ្ធសមាជិកសភាសហរដ្ឋអាមេរិកម្នាក់នៃគណៈបក្សសាធារណរដ្ឋដ៏មានឥទ្ធិពលលោក Ted Cruz បានទទូចទៅរដ្ឋការលោកដូណាល់ត្រាំឲ្យបន្ថែមសម្ពាធជ្រើនថែមទៀតខ្លាំងថែមទៀតទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលក្នុងនោះត្រូវបញ្ជូនអាវុធទៅឲ្យក្រុមប្រឆាំងនឹងរដ្ឋាភិបាលនៅទីក្រុងតេហ៍រ៉ង់បច្ចុប្បន្ននេះសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅរដ្ឋ Texas នេះបានបញ្ជាក់ទៅកាន់បណ្ដាញផ្សាយព័ត៌មាន CBS News ថាតាមការយកឃើញរបស់គាត់គោលដៅសហរដ្ឋអាមេរិករបស់យើងនេះគួរតែផ្លាស់ប្ដូររបបដឹកនាំនៅទីក្រុងតេហ៍រ៉ង់បច្ចុប្បន្ននេះគឺត្រូវរុញឲ្យរបបនៅទីក្រុងតេហ៍រ៉ង់ក្រឡាប់ជាលើកដំបូងហើយដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនេះគឺលោក Ted Cruz បានបង្ហាញទស្សនៈជាសាធារណៈដោយរុញឲ្យរដ្ឋការលោកដូណាល់ត្រាំបញ្ជូនអាវុធទៅកាន់ក្រុមប្រឆាំងទៅកាន់កុបកនៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ដែលពួកគេចង់កាន់អាវុធដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់ខ្លួនឯងនៅក្នុងការបង្ក្រាបដ៏ឃោរឃៅទៅលើកុបកដែលផ្ទុះបាតកម្មផ្ទុះកុបកម្មកាលពីខែមករានោះរលកនៃការវាយបកវិញដោយកម្លាំងសន្តិសុខជាតិនៃប្រទេសអ៊ីរ៉ង់កងទ័ពនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់សម្លាប់បាតកោឆៅនៅលើកំណាត់ផ្លូវ 12,000 នាក់ដោយប្រើប្រាស់រហូតដល់កំភ្លើងយន្តបំពាក់នៅលើរថយន្តបាញ់រះបាតកោយ៉ាងឃោរឃៅលោកដូណាល់ត្រាំឯនោះវិញអះអាងថាបាតកោស្លាប់រហូតដល់ទៅ 52,000 នាក់របាយការណ៍អង្គការសិទ្ធិមនុស្សឲ្យដឹងថាបាតកោអាចស្លាប់ខ្ទង់ 50,000 នាក់មែនហើយបាតករងរបួសក៏អាចមានដល់ 10,000 នាក់និងចាប់ខ្លួនរាប់ម៉ឺននាក់នៅអំឡុងផ្ទុះកុបកម្មខែមករាឆ្នាំ 2026 នោះដែលពួកកុបកដាក់គោលដៅផ្ដួលរំលំរបបផ្ដាច់ការនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅពីនោះប៉ុន្តែនៅពីនោះប្រជាជនអ៊ីរ៉ង់ 6 លាននាក់ដែលងើបឡើងបះបោរនៅទូទាំងប្រទេស
នៅរដ្ឋធានីតេរ៉ង់1.5 លាននាក់នោះពួកគេបានព្យាយាមចាប់យកស្ថាប័នជាតិធំៗនៅក្នុងទីក្រុងតេរ៉ង់ដើម្បីរុញឲ្យដួលរលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់របស់លោកអាយ៉ាតូឡាអាលីខាមីណៃដែលបាត់បង់ជីវិតដោយសារការវាយប្រហារដោយបាញ់មីស៊ីលនិងទម្លាក់គ្រាប់បែកពីកងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកាលពីថ្ងៃទី28 កុម្ភៈគឺមួយខែក្រោយមកសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់ចាប់ពីថ្ងៃទី28 កុម្ភៈដែលនៅថ្ងៃនោះហើយលោកអាយ៉ាតូឡាអាលីខាមីណៃមានរំនាំកម្ពុជាបំផុតនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានបាត់បង់ជីវិតទៅជាមួយនឹងឧត្តមសេនីយ៍របស់គាត់យ៉ាងតិច7 នាក់គេក្រោយមកទៀតថ្នាក់ដឹកនាំអ៊ីរ៉ង់ស្លាប់ជាហូរហែបន្ទាប់គ្នាទាំងឧត្តមសេនីយ៍ក៏ស្លាប់រាប់សិបនាក់ផងដែរដោយសារតែការវាយប្រហាររួមគ្នាពីសំណាក់កងយន្តហោះចម្បាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកដូណាល់ត្រាំក្នុងអំឡុងកុបកម្មនោះគាត់បានចេញសារលើកទឹកចិត្តឲ្យកុបកផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ហើយគាត់ព្រមានថាបើបាតកោណាត្រូវចាប់ខ្លួនដោយព្យួរកនៅពីនោះគឺលោកដូណាល់ត្រាំនឹងលើកទ័ពអន្តរាគមន៍ជួយសងសឹកបាតកោទីបំផុតលោកដូណាល់ត្រាំនិងអ៊ីស្រាអែលពិតជាបានបើកការវាយប្រហារទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មែនប៉ុន្តែមិនមែនក្នុងរូបភាពសងសឹកជំនួសឲ្យបាតកោដែលស្លាប់បាត់បង់ជីវិតយ៉ាងរង្គីលូទីគឺផ្ដើមចេញពីប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់នៅតែព្យាយាមរក្សាទុកកម្មវិធីអាវុធនុយក្លេអ៊ែរនៅតែព្យាយាមចង់ផលិតអាវុធផ្លៃលោកនេះគឺអាមេរិកនិងអ៊ីស្រាអែលប្រឆាំងដាច់ខាតហើយអត់ឲ្យអ៊ីរ៉ង់ឡោមព័ទ្ធច្រកសមុទ្រហូបមកចាប់ជាចំណាប់ខ្មាំងរបស់ខ្លួននោះបដៅឲ្យមានសង្គ្រាមពេញទំហឹង40 ថ្ងៃដែលយ៉ាងណាអ៊ីរ៉ង់នៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អត់បានទម្លាក់ការចោទចែងចំពោះមុខការរួមកម្លាំងគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារដោយកងយន្តហោះចម្បាំងនិងកងនាវាចម្បាំងឌូទីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បើទុយស្លាប់មេដឹកនាំអាយ៉ាតូឡាអាលីខាមីណៃស្លាប់អ្នកយុទ្ធសាស្ត្រល្បីក៏ដោយក៏នៅតែថ្នាក់ដឹកនាំបន្តនៅតែក្រាញ់ននីលកាន់អាវុធប្រយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមកដល់ពេលនេះលោកដូណាល់ត្រាំបានអះអាងថាការពិតលោកដូចជាបានបញ្ជូនអាវុធខ្លះទៅឲ្យក្រុមចលនាប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺកម្លាំងបះបោរគូឌីស្ថានប៉ុន្តែអាវុធរបស់អាមេរិកនោះបើតាមសេចក្តីរាយការណ៍ដឹងថាអត់ដល់ដៃក្រុមបះបោរនោះទីគឺមិនដឹងថាអាវុធនោះវាធ្លាក់ទៅទីណានោះទីព្រឹទ្ធសមាជិកសភាសហរដ្ឋអាមេរិកទីនក្រូសដ៏មានឥទ្ធិពលរិះគន់ការចរចាដែលកំពុងប្រព្រឹត្តទៅរវាងរដ្ឋាភិបាលលោកដូណាល់ត្រាំនិងអ៊ីរ៉ង់ដោយចាត់ទុកថាការចរចាវាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាតែប៉ុណ្ណោះវាមានតែដាក់ទណ្ឌកម្មយោធាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់រហូតដល់អ៊ីរ៉ង់ដួលក្រឡាប់របបដឹកនាំប៉ុន្តែលោកទទូចថាការបញ្ជូនអាវុធទៅឲ្យកម្លាំងប្រឆាំងនឹងអ៊ីរ៉ង់គឺជាអាទិភាពជាងសេណារីយ៉ូផ្សេងទៀតលោកទទូចថាអនុសារណៈ MOU ដែលមានជាមួយនឹងអ៊ីរ៉ង់ហើយត្រូវបានរំលោភនៅពីនេះហើយការទាមទាររបស់អ៊ីរ៉ង់ច្រើនហួសហេតុនោះគឺមិនគួរអនុញ្ញាតឲ្យអ៊ីរ៉ង់ធ្វើបានដូចនេះទេលោកទីនក្រូសប្រសិទ្ធិអាមេរិកដ៏មានឥទ្ធិពលនេះនៅតែទទូចឲ្យលោកដូណាល់ត្រាំលេងលោកយ៉ាងណាបញ្ជូនអាវុធទៅឲ្យកម្លាំងប្រឆាំងនៅអ៊ីរ៉ង់ធ្វើយ៉ាងណាឲ្យអាវុធសហរដ្ឋអាមេរិកដល់ដៃកម្លាំងប្រឆាំងហើយបង្កើតចលនាប្រដាប់អាវុធទ្រង់ទ្រីធំមួយប្រឆាំងនឹងរបបនេះបើតាមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនេះលោកមិនទទួលយកកិច្ចប្រឹងប្រែងណាមួយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នោះទីលោកចង់ឃើញរបបនៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្រឡាប់ជាជាងរបបនេះបន្តរស់រានមានជីវិតទស្សនៈរបស់សមាជិកព្រឹទ្ធសភាស្ទីនក្រូសនៃរដ្ឋតិចសារុបនេះសរុបនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ិនយ៉ាមីនណេតានយ៉ាហ៊ូតែងតែប្រកាន់ជំហររឹងមាំជានិច្ចនៅចំពោះមុខលោកដូណាល់ត្រាំដែលលោកថាសម្ពាធទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បើត្រឹមតែវាយបង្ក្រាបគឺអត់មានន័យនោះទីបើត្រឹមតែគិបសង្កត់តាមរយៈការចរចាគឺអត់មានន័យនោះទីបើត្រឹមតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺអត់ខ្លាំងខ្លាបាក់ខ្លោបទៅលើរបបនេះទីវាត្រូវតែរកមធ្យោបាយកំទេចរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដោយអាវុធលោកប៊ិនយ៉ាមីនណេតានយ៉ាហ៊ូបានបញ្ជាក់ថាលោកចង់មើលឃើញសហរដ្ឋអាមេរិកប្រើប្រាស់កម្លាំងទ័ពកម្លាំងសព្វាវុធទ្រង់ទ្រីធំបំផុតដើម្បី
រុញឲ្យរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលមានអាយុកាល47-48 ឆ្នាំនេះឲ្យរលំរលាយដែលលោកថាបើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់រលំសន្តិភាពមានពេញលេញនៅតំបន់មជ្ឈមបូព៌ាហើយតំបន់មជ្ឈមបូព៌ាមិនភ័យខ្លាចពីការផ្ទុះអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់នោះទេលោក Benjamin Netanyahu ឲ្យដឹងថាលោកប្រឆាំងដាច់ខាតអត់ឲ្យអ៊ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរនោះទេលោកនៅតែត្រៀមលក្ខណៈដើម្បីជួយសហរដ្ឋអាមេរិកបើកប្រតិបត្តិការសឹកទ្រង់ទ្រាយធំវាយប្រហារទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោកប្រមាថថាយុទ្ធនាការសង្គ្រាមលើកក្រោយនេះគឺទ្រង់ទ្រាយធំបំផុតគឺវាយឲ្យចំគោលដៅយុទ្ធសាស្ត្រច្រើនជាងយុទ្ធនាការ40ថ្ងៃកន្លងមកនោះហើយថាលោកចង់ឲ្យមានការងើបឡើងបះបោររបស់ប្រជាជនអ៊ីរ៉ង់ដើម្បីជួយកម្លាំងយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលផ្ដួលរបបនៅទីក្រុងតេហរ៉ង់លោក Benjamin Netanyahu ក៏បានអំពាវនាវឲ្យប្រជាជនអ៊ីរ៉ង់ត្រូវងើបឡើងនៅពេលដែលផ្ទុះសង្គ្រាមសហរដ្ឋអាមេរិករួមដៃជាមួយនឹងអ៊ីស្រាអែលវាយប្រហាររបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាថ្មីម្ដងទៀតលោកទទូចថាមានតែផ្ទុះបដិវត្តផ្ទៃក្នុងទីទើបអាចផ្ដួលរបបនៅទីក្រុងតេហរ៉ង់បច្ចុប្បន្ននេះប៉ុន្តែអ្នកសង្កេតការណ៍មើលឃើញថាមិនងាយផ្ដួលរបបនៅទីក្រុងតេហរ៉ង់បច្ចុប្បន្ននេះបានទេដោយសារតែប្រព័ន្ធដឹកនាំបែបផ្ដាច់ការនិយមគឺចាក់ឫសយ៉ាងជ្រៅបំផុតក្នុងស្រទាប់នៃប្រជាជនអ៊ីរ៉ង់ដែលគ្រប់គ្រងរបបរបស់អ៊ីរ៉ង់បើទោះជាតិចជាងប្រជាជនប្រឆាំងនឹងរបបអ៊ីរ៉ង់ដែរតែពួកគេមានភាពក្លាហានហើយត្រូវបានបំពាក់អាវុធរាប់ម៉ឺនសែននាក់ទៅហើយដើម្បីប្រឆាំងនឹងចលនាស៊ីវិលណាមួយដែលងើបបះបោរគ្រប់គ្រងចលនាកងទ័ពសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអ្នកសង្កេតការណ៍មើលឃើញថាកូនកម្មាភិបាលនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រជាជននិងយុវជនដែលងប់ងល់នឹងរបបនេះពួកគេមានអាវុធគ្រប់ដៃទៅហើយដោយសារតែការបំពាក់ពីរដ្ឋាភិបាលនិងពីកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់អ្នកសង្កេតការណ៍មិនមើលឃើញរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បើទោះជាបាត់មេដឹកនាំបន្តបន្ទាប់ក៏ដោយនោះក៏នៅមានមេដឹកនាំថ្នាក់ក្រមអាចការពាររបបរបស់ពួកគេបានបន្តទៅមុខទៀតប៉ុន្តែអ្វីដែលសំខាន់អ្នកសង្កេតការណ៍យល់ឃើញថាលុះត្រាតែកម្លាំងបះបោររបស់ប្រជាជនដែលមិនគ្រប់គ្រងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដល់ទៅ 80% ក្នុងចំណោមប្រជាជន90លាននាក់នោះងើបឡើងបះបោរទូទាំងប្រទេសទើបរុញរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដល់ទីបញ្ចប់ឧត្តមសេនីយ៍អ៊ីរ៉ង់តែងតែគម្រាមថាបើអាមេរិកក៏ដោយអ៊ីស្រាអែលក៏ដោយបន្តធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់បន្តទៀតគឺអ៊ីរ៉ង់អត់ដែលខ្លាចញញើតនោះទីគឺអាចបន្តសង្គ្រាមជាមួយអាមេរិកនិងអ៊ីស្រាអែល3ឆ្នាំទៅមុខទៀតហើយសង្ឃឹមថាប្រជាជនអ៊ីរ៉ង់មិនទទួលយកអាវុធរបស់សត្រូវដើម្បីផ្ដួលរំលំកាប់សម្លាប់ប្រជាជនជាតិសាសន៍ខ្លួនឯងនោះទីសូមជម្រាបថានៅក្នុងប្រទេសអ៊ីរ៉ង់បច្ចុប្បន្ននេះការកាត់ទោសប្រហារជីវិតកូនប្រឆាំងគឺងាយបំផុតបាតុករដែលចាប់បាននៅក្នុងអំឡុងនៃការផ្ទុះកុបកម្មខែមករានោះរាប់រយនាក់ហើយត្រូវបានកាត់ទោសដោយប្រហារជីវិតការកាត់ទោសប្រហារជីវិតនេះគឺជាការដាក់សម្ពាធផ្លូវចិត្តយ៉ាងខ្លាំងទៅលើប្រជាជនអ៊ីរ៉ង់ដែលមិនអាចងើបឡើងបះបោរងាយៗនោះទីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនិងក្រុមអង្គការសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសរបបសាធារណរដ្ឋអ៊ីស្លាមបច្ចុប្បន្ននេះដែលនៅតែកាត់ទោសប្រជាជនខ្លួនឯងដោយទោសប្រហារជីវិតពួកគេទាមទារឲ្យមានកម្រិតទោសត្រឹមតែអស់មួយជីវិតតែប៉ុណ្ណោះព្រោះការកាត់ទោសប្រហារជីវិតដោយព្យួរកឬក៏បាញ់សម្លាប់នោះគឺជាអំពើឃោរឃៅបំផុតប៉ុន្តែក្រុមឧត្តមសេនីយ៍និងថ្នាក់ដឹកនាំអ៊ីរ៉ង់តែងតែអះអាងថាអ្នកដែលមានទោសគឺសិតតែជាចារកម្មរបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកសិតតែជាមនុស្សក្បត់ជាតិគឺពួកគេបានក្បត់នឹងសាសនាខ្លួនឯងក្បត់នឹងព្រលឹងសាសនាខ្លួនឯងក្បត់នឹងវិញ្ញាណក្ខន្ធដូនតាខ្លួនឯងក្បត់នឹងឧត្តមគតិវីរៈបរិសខ្លួនឯងគឺត្រូវតែប្រឈមមុខនឹងការកាត់ទោសដោយទម្ងន់ទោសបែបនេះ